បាទ6ចំណុចនេះគឺខ្ញុំតែងតែធ្វើទៅទទួលបានទិន្នផលខ្ពស់ដែលបងប្អូនភាគច្រើនគាត់ធ្វើដំឡូងជ្វាគាត់តែងតែមើលរំលងអញ្ចឹងបើសិនជាបងប្អូនចង់បានផលដូចជាខ្ញុំដែល1ហិកតាយើងអាចទទួលបានចន្លោះពី18ទៅ20តោនជាងអញ្ចឹងបងប្អូនអាចមើលវីដេអូនេះពីដើមរហូតដល់ចប់បានបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់មកចែករំលែកបទពិសោធន៍ខ្លះៗនៅក្នុងការដាំដំឡូងជ្វាតែវីដេអូខ្ញុំកន្លងមកគឺខ្ញុំតែងតែឃើញបងប្អូនខមមិនចង់ដាំហើយបងប្អូនតែងតែសួរថាបើដាំហើយតើមានទីផ្សារដែរឬអត់សម្រាប់ការដាំដំឡូងជ្វានេះដែរគឺខ្ញុំជាអ្នកទទួលទិញផ្ទាល់ហើយទទួលទិញជារៀងរាល់ថ្ងៃមួយឆ្នាំទល់មួយឆ្នាំគឺទិញជារៀងរាល់ថ្ងៃផងដែរបាទហើយសម្រាប់បងប្អូនដែលចង់ដាំពិតប្រាកដបងប្អូនអាចតាមដានវីដេអូនេះដល់ចប់បងប្អូននឹងទទួលបានបទពិសោធន៍ខ្លះពីខ្ញុំដែលខ្ញុំធ្វើបានក្នុង1ហិកតាចន្លោះពី15ទៅ26តោននេះគឺខ្ញុំទទួលបានផ្ទាល់តែម្ដងដែលពេលដែលខ្ញុំធ្វើកន្លងមកណាបងប្អូនបាទហើយមុននឹងចូលទៅដល់ការដាំខ្ញុំសូមណែនាំទីផ្សារបងប្អូនបន្តិចសម្រាប់ទីផ្សារវិញគឺយើងផ្គត់ផ្គង់នៅក្នុងស្រុកហើយនឹងយើងនាំចេញទៅក្រៅប្រទេសអញ្ចឹងដំឡូងនេះគឺខ្ញុំត្រូវទាមទារបងប្អូនធ្វើឲ្យបានវែងស្អាតដូចនៅក្នុងរូបនេះអញ្ចឹងគឺភាគច្រើនគឺវែងហើយសម្រាប់បងប្អូនដែលសួរថាតើដាំទៅមានទីផ្សារអត់ហ្នឹងគឺដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបើសិនជាបងប្អូនធ្វើបានមើមវែងស្អាតបែបនេះគឺអត់ខ្វះទីផ្សារទេបងប្អូនហើយតម្លៃវិញគឺវាឡើងចុះទៅតាមពេលដែលសម្បូរគឺឲ្យរៀងធ្លាក់ថ្លៃទៅហើយនៅពេលដែលមិនសូវសម្បូរគឺរៀងថ្លៃអញ្ចឹងទៅបងប្អូនក៏ប៉ុន្តែយើងអាចធ្វើបាននៅក្នុងរដូវប្រាំងគឺតម្លៃវាអាចនឹងថេរហើយឲ្យតែបងប្អូនផលិតមកធ្វើមកបានស្អាតគឺដឹងតែมันខ្វះទីផ្សារលក់ទេហើយសម្រាប់ការទិញវិញគឺខ្ញុំទទួលទិញរហូតតែម្ដងបាទហើយបងប្អូនឃើញមើមវែងស្អាតអញ្ចឹងបងប្អូនប្រហែលជាឆ្ងល់ហើយថាតើធ្វើដូចម្ដេចដើម្បីឲ្យបានមើមវែងបែបហ្នឹងណាអញ្ចឹងនៅក្នុងការធ្វើមើមវែងបែបនេះវាអត់ពិបាកទេតែគ្រាន់តែបងប្អូនចំណាយពេលបន្តិចបាទហើយដើម្បីឲ្យមើមយើងវែងហើយស្អាតធំល្អនោះគឺយើងត្រូវការ6ចំណុចឥឡូវយើងចូលមកចំណុចទី1ចំណុចទី1របស់យើងនេះគឺយើងត្រូវជ្រើសរើសដីបងប្អូនជ្រើសរើសដីគឺដីប្រភេទដីខ្មៅនិងដីក្រហមគឺទីផ្សារឈានមុខគេហើយយើងត្រូវតែភ្ជួរបងប្អូនភ្ជួរឲ្យបាន3ទៅ4ដងធ្វើឲ្យដីម៉ត់ហើយចាំយើងផ្គុំរងឡើងដើម្បីឲ្យរងបានខ្ពស់ធ្វើឲ្យដំឡូងចាក់បានជ្រៅហើយធំល្អដោយបងប្អូនឃើញរូបនេះគឺដីធ្វើម៉ត់បែបហ្នឹងធានាជូនថាមើមគឺធំល្អហើយខ្ញុំសូមបើកវងកញ្ចក់កន្លែងដីនេះបន្តិចបងប្អូនសូមប្រាប់បន្ថែមនៅពេលដែលបងប្អូនស្ដាយនៅក្នុងការភ្ជួរមួយជើងហ្នឹងឧទាហរណ៍ថាដីបងប្អូនហ្នឹងមួយហាត់យើងភ្ជួរតម្លៃលុយ13ទៅ15ម៉ឺនរៀលចុះក្នុងមួយហាត់ប៉ុន្តែនៅពេលដែលប្រមូលផលមកបើសិនជាបងប្អូនធ្វើដីបានស្អាតណាវាខុសផលគ្នាចន្លោះពី5ទៅ6 7តោននេះបងប្អូនអានេះខ្ញុំធ្វើផ្ទាល់នៅពេលដែលដីពូនមកដុំពេលដែលយើងដាំទៅវាអាចងាប់ឬក៏មើមនឹងវាអត់ស្អាតហើយសម្បូរសត្វស៊ីអញ្ចឹងបើបងប្អូនធ្វើស្អាតធ្វើម៉ត់ល្អយើងចំណាយពេលថាយើងខាតពេលតិចតួចយើងភ្ជួរបន្ថែមទៀតមួយជើងទៀតអញ្ចឹងទៅពេលដែលយើងពូនមកវាម៉ត់ស្អាតគឺមើមច្រើនហើយមើមល្អហើយស្រួលមើលថែអញ្ចឹងបងប្អូនប្រៀបធៀបគ្នាទៅចំនួនលុយ15ម៉ឺននិងខុសផលគ្នា5 6តោនបើតម្លៃ1000រៀលបងប្អូនឃើញហើយយើងចំណាយលុយតែ5 10ម៉ឺនទៀតសម្រាប់ការភ្ជួរត្រឡប់មកសាទៀតដើម្បីឲ្យដីម៉ត់យើងទទួលបានផលរហូតលើស6តោនបើ1គីឡូ1000 6តោនគឺ6លានបងប្អូននឹងមិនថាប្រើពេលហ្នឹងដើម្បីបងប្អូនមើលដីហ្នឹងបើថាវាឲ្យរៀងស្ទើរចិត្តទេបងប្អូនភ្ជួរថែមមួយជើងទៀតទៅចំណាយលុយភ្ជួរតិចតួចទេប៉ុន្តែខុសផលច្រើនគឺខុសលុយច្រើនមែនទែនអានេះសម្រាប់ដីមួយមុខណាបងប្អូនចំណុចទី1ឥឡូវនេះចូលមកចំណុចទី2ចំណុចទី2នេះគឺការជ្រើសរើសនៅត្រាក់ទ័រដើម្បីផ្គុំរងបងប្អូនផ្គុំរងនេះគឺសំខាន់ខ្លាំងណាបងប្អូនគិតឲ្យដល់គឺខុសរងគ្នាច្រើនមែនទែនសម្រាប់ការផ្គុំរងនេះគឺយើងត្រូវតែជ្រើសរើសនៅត្រាក់ដែលមុខទូចហើយផ្គុំបានញឹកសម្រាប់ខ្ញុំប្រើរដងគឺគូបតាហើយលេខទូចនឹងប៉ុន្មានខ្ញុំដូចជាផ្លេចទៅប៉ុន្តែខ្ញុំប្រើត្រាក់រៀងតូចទេដើម្បីបានផ្គុំបានរៀងញឹកបានរងច្រើនឧទាហរណ៍ថាដីបងប្អូនក្បាល50ម៉ែត្របណ្ដោយ100ម៉ែត្រទៅ200ម៉ែត្រអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រើត្រាក់តូចមកផ្គុំ
មគឺបានរងញឹក50ម៉ែត្របើសិនជាត្រាក់ដែលខ្ញុំពូនរដងគឺបានរហូតដល់46 47រងណាបងប្អូននៅក្នុងដី50ម៉ែត្រហ្នឹងវាអាចថា1ម៉ែត្រ1រង1ម៉ែត្រ1រងអញ្ចឹងតែបើសិនជាបងប្អូនរើសអត្រាខុសគឺអាចបានត្រឹមតែ30រងទៅ33រងទេអញ្ចឹងខុសចូល10ទៅ12រងអញ្ចឹងបងប្អូនគុណ12រងឲ្យបដោយ100ទៅ200ម៉ែត្រតាមដែលដីបងប្អូនហ្នឹងគឺខុសផលច្រើនខ្លាំងមែនទែននេះគឺសម្រាប់ចំណុចទី2យើងត្រូវតែជ្រើសរើសនៅអត្រាទ័រផ្គុំរងបានញឹកល្អចំណុចទី2យើងគឺអស់ហើយឥឡូវយើងចូលដល់ចំណុចទី3ចំណុចទី3គឺយើងត្រូវជ្រើសរើសប្រភេទពូជបងប្អូនពូជនេះដែរគឺយើងអត់ប្រកាន់ថាការ៉ុតពូជមើមពណ៌ការ៉ុតមើមពណ៌សឬក៏សបកសសាច់សទេគឺយើងត្រូវការពូជដូចគ្នាទេត្រូវការដើមប្រភេទដើមដែលខ្ចីហើយថ្នាំងញឹកអញ្ចឹងដូចខ្ញុំដាក់ឲ្យបងប្អូនមើលនេះគឺប្រភេទខ្ចីបែបនេះយើងយកដើមខ្ចីអញ្ចឹងនៅពេលដែលយើងដាំគឺទទួលបានទិន្នផលខ្ពស់តែដើមខ្ចីនេះវាអត់សូវចេញឫសទេគឺវាចេញមកដូចថាវាមានឫស3អញ្ចឹងវាឡើងមកធំទាំង3ហើយវែងបើសិនជាបងប្អូនយកដើមចាស់មកដាំគឺអត់មានមើមទេបងប្អូនវាមានតែឫសហើយបើមើមវិញគឺខ្លីៗកតុលអុកអញ្ចឹងណាអញ្ចឹងត្រូវការតែរើសពូជនេះគឺសំខាន់ណាបងប្អូនត្រូវតែរើសពូជដែលខ្ចីឧទាហរណ៍ថាបើសិនជាបងប្អូនមានដើមគេឲ្យឬក៏បងប្អូនកាន់អញ្ចឹងទៅក្នុងមួយដើមវាមាន2ម៉ែត្រ3ម៉ែត្រអញ្ចឹងបងប្អូនត្រូវយកតែ2កង់ឬក៏បើថាអត់ដើមយក3កង់តែបើសិនជាបងប្អូនមានដើមដែលច្រើនមែនតើហ្មងគឺបងប្អូនយកតែ1កង់ទៅ2កង់គឺខ្ញុំធានាជូនថាមើមខ្លាំងមែនតើហ្មងបងប្អូនអរគ្នាអញ្ចឹងមិនថាត្រូវតែរើសពូជនេះឲ្យល្អបាទបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតពូជនេះគឺសូមឲ្យបងប្អូនកាត់យកដើមរៀងខ្ចីកុំយកដើមចាស់ឲ្យសោះដូចថាដើម3-4ម៉ែត្រក៏ដោយបងប្អូនកាត់យកតែ2កង់បានហើយខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងគឺសំខាន់ជាងគេហើយដើមហ្នឹងគឺយើងរើសពូជហ្នឹងគឺត្រូវតែពូជខ្ចីដើម្បីដាំទៅទទួលបានទិន្នផលខ្ពស់បាទចំណុចទី3យើងមានតែប៉ុណ្ណឹងឥឡូវយើងចូលដល់ចំណុចទី4ចំណុចទី4គឺប្រភពទឹកនិងការរៀបចំប្រព័ន្ធទឹកបងប្អូនដំឡូងជ្វាយើងគឺត្រូវតែមានទុយោដំណក់ដាក់ស្រោចស្រពដើម្បីបានផលខ្ពស់គឺយើងត្រូវដាច់ខាតត្រូវតែដាក់ទុយោដំណក់នៅពេលដែលយើងចុះដាំហ្នឹងគឺត្រូវតែស្រោចទឹកថ្ងៃដំបូងហ្នឹងឲ្យជោគជាំខ្លាំងមែនតើដើម្បីឲ្យវាដុះគ្រប់គុំអត់មានដាច់គុំទៅទិន្នផលវាពេញលេញបងប្អូនដឹងស្រាប់ហើយដំឡូងគឺដំណាំវាហើយដើមវាវែងអញ្ចឹងទោះជាវាដាច់ដណ្ដៅច្រើនប៉ុណ្ណាក៏ដោយក៏បងប្អូនមើលអត់សូវដឹងដែរដោយសារអីដោយសារតែវាមកគឺពេញបឹបរងទាំងអស់តែម្ដងឃើញលក្ខណៈថាយើងឃើញតែពីក្រៅទៅឃើញល្អខ្លាំងប៉ុន្តែដល់ពេលប្រមូលផលគឺអត់បានច្រើនទេបើសិនជាបងប្អូនអត់បានដាក់ទឹកដំណក់បើវាដាច់វាអីទៅយើងមើលអត់សូវដឹងទេតែបើសិនជាបងប្អូនដាក់ទុយោដំណក់គឺដឹងតែ100%ដុះ100មកដូចថា100បាន90ក៏យើងនៅតែបានច្រើនដែរអញ្ចឹងដាច់ខាតត្រូវតែមានទុយោដំណក់បាទនេះគឺជាចំណុចទី4ឥឡូវចូលដល់ចំណុចទី5ចំណុចទី5គឺការដាំយើងនេះគឺយើងដាំដោយស្ទូងស្រូវអញ្ចឹងណាបងប្អូនការដាំដោយស្ទូងស្រូវនេះគឺយើងដាំឲ្យញឹកក្នុង1ម៉ែត្រយើងដាក់10ដើមឯទៅបើកាលរបស់ខ្ញុំវិញគឺខ្ញុំដាក់10ដើមទៅ12ដើមក្នុង1ម៉ែត្របងប្អូនដាក់បែបនេះគឺយើងបានមើមតិចឯក្នុងមួយដើម2ទៅ3មើមយើងស្ទូងអញ្ចឹងហើយយើងស្ទូងបែបហ្នឹងគឺរៀងប្រឆិតបន្តិចបងប្អូនពេលខ្លះយើងឲ្យវាលិចបែបបានទៅជា2កង់ប៉ុន្តែវាលិចថើលិចរាក់អញ្ចឹងវាភ្ជាប់គ្នាជាមួយនឹងចំណុចទី4ហ្នឹងគឺរៀបប្រព័ន្ធទឹកហ្នឹងយើងដាំរាក់បែបហ្នឹងទៅដើម្បីឲ្យវារស់វាដុះទៅគឺបានផលហើយបងប្អូនហើយឥឡូវនេះដោយបងប្អូនមើលខ្ញុំឲ្យមើមដែលខ្ញុំដាំបឈរបែបហ្នឹងឃើញអត់បងប្អូនគឺវាល្អអញ្ចឹងហើយវាដុះមកគឺបឈរស្អាតមែនតើហើយទិន្នផលនៅក្នុងមួយគុម្ពហ្នឹងបើយើងដាំបឈរបែបហ្នឹងវាអាចបាន1គីឡូទៅ1គីឡូកន្លះអញ្ចឹងនៅក្នុង1ម៉ែត្របងប្អូនអាចបានរហូតដល់ថាវាដាច់ខ្លះចុះវាបានដល់6-7គីឡូបងប្អូនបូករួមផ្សំជាមួយនឹងរងញឹកហើយយើងដាំរៀងញឹកអញ្ចឹងទៀតគឺវាបានផលខ្ពស់តែម្ដងបាទហើយឥឡូវនេះយើងភ្ជាប់មកដល់ចំណុចទី6គឺការមើលថែបងប្អូននៅចំណុចទី6នេះគឺខ្ញុំអត់បានដាក់ថ្នាំជូនបងប្អូនទេខ្ញុំគ្រាន់តែប្រាប់ត្រួសទេដោយសារថ្នាំគឺគេមានកម្មសិទ្ធិរបស់គេអញ្ចឹងយើងអត់អាចចេះតែយកមកផ្សព្វផ្សាយបានទេបងប្អូនតែគ្រាន់តែថាខ្ញុំដឹងពីបច្ចេកទេសប្រើបើសិនជាបងប្អូនត្រូវការថ្នាំបងប្អូនអាចតាក់ទងមកខ្ញុំបានតាម Telegram ក៏បានតាមលេខក៏បានតាមឆាតក៏បានដែរបងប្អូនតាក់ទងមកគឺខ្ញុំនឹងរៀបរាប់ប្រាប់បន្ថែមមកក្បោះក្បាយជាងនៅក្នុងវីដេអូនេះដោយសារតែយើងអត់បានយកថ្នាំមកបង្ហាញអញ្ចឹងខ្ញុំនឹងប្រាប់ត្រួសដំឡូងជ្វានេះជាទូទៅបងប្អូនភាគច្រើនគាត់អត់សូវចង់បានដើមល្អទេអានេះជាចំណុចដែលបងប្អូនធ្វើទៅអត់បានផលច្រើន
សម្រាប់ខ្ញុំគឺខ្ញុំណែនាំបងប្អូនឲ្យធ្វើម៉េចនៅពេលដែលពីតូចហ្នឹងទៅគឺធ្វើឲ្យល្អខ្លាំងបំផុតហ្មងដើម្បីឲ្យវាមានឫសច្រើនវាមានកម្លាំងចិញ្ចឹមឫសបាទបងប្អូនដែលលឺភាគច្រើនចាស់គាត់និយាយថាអីដើមល្អមើមអត់ល្អប៉ុន្តែគាត់និយាយអញ្ចឹងខុសហើយណាបងប្អូនដើមអត់ល្អមើមក៏អត់ល្អដែរបើដើមល្អខ្លាំងកាលណាមើមល្អខ្លាំងកាលហ្នឹងគឺសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់អញ្ចឹងជាដំបូងដែលវគ្គដាំទី1ហ្នឹងយើងត្រូវការបាញ់ថ្នាំបំពន់ឫសឲ្យវាមានឫសច្រើនចេញឫសច្រើនមកហ្នឹងក្នុងខែទី1យើងត្រូវតែបាញ់បំពន់ឫសនិងបំពន់ដើមបាញ់ថ្នាំបងប្អូនបើប្រភេទ G គឺយើងដាក់ប្រភេទ G Ure ទៅអាហ្នឹងវគ្គទី1ហើយសម្រាប់វគ្គទី2យើងបាញ់បំពន់ឬឲ្យជ្រៅអាហ្នឹងបើសិនជាតាមប្រភេទលេខ G លេខកដាលខ្ពស់សារធាតុចិញ្ចឹមឫសខ្លាំងបាទបងប្អូនហើយចាប់ពីអាយុ1ខែ20ថ្ងៃឬក៏2ខែអាហ្នឹងបងប្អូនអាចដាក់ជាប្រភេទកាលីប្រភេទ006ហ្នឹងដើម្បីបំពន់មើមយកតែម្ដងហើយសម្រាប់ថ្នាំក្រឹងបើខ្ញុំប្រាប់ទៅក៏បងប្អូនពិបាកដែរអញ្ចឹងបើបងប្អូនត្រូវការបងប្អូនអាចតាក់ទងមកខ្ញុំមកចំណុចទី6នេះខ្ញុំសឹងថាឲ្យបងប្អូនតាក់ទងមកផ្ទាល់មកគឺល្អថាបើបានឆាតមកខ្ញុំនឹងដាក់ថ្នាំជូនបងប្អូនឲ្យបងប្អូនបានមើលថ្នាំហ្នឹងទៅគឺបងប្អូនយកទៅប្រើប្រាស់ទៅគឺល្អតែម្ដងអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហើយបងប្អូនសង្ឃឹមថាបងប្អូនធ្វើបានផលច្រើនទាំងអស់គ្នាហើយបើតាក់ទងនឹងព័ត៌មានរឿងដំឡូងបងប្អូនអាចតែមកខ្ញុំបានគ្រប់ពេលគឺខ្ញុំមានក្រុមការងារក៏ដូចជាជួបខ្ញុំផ្ទាល់ប្រឹក្សាយោបល់ជូនបងប្អូន free តែម្ដងសម្រាប់ការដាំគឺខ្ញុំចង់ឲ្យតែបងប្អូនដាំបានទិន្នផលច្រើនទេតម្លៃលក់ទីផ្សារយើងធ្វើបានផលល្អមកហើយយើងលក់ជាវាតម្លៃរៀងធ្លាក់បន្តិចក៏យើងនៅតែចំណេញដោយសារតែយើងបានផលច្រើនហើយយើងកាត់បន្ថយការចំណាយប្រើប្រាស់ជីថ្នាំអញ្ចឹងទៅយើងសន្សំសំចៃយើងបានផលមកខ្ពស់តម្លៃរៀងទាបក៏យើងនៅតែចំណេញដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បន្ថែមបងប្អូនអាចតាក់ទងមកខ្ញុំបានបាទអរគុណសូមជម្រាបលាហើយគាត់ជួយមកដល់បងជួយតែគឺមិនតែនេះយើងតិចហ្នឹងមិនថាឲ្យយើងតែបាត់ហ្នឹងតែអត់បានហើយมันប្រាប់អួតតែថាពួកខ្ញុំបើថាខ្ញុំទទួលហើយពួកខ្ញុំធ្វើដល់បានគឺពួកអត់មែនថាទទួលបាទ cái câu rồi dân tập cho tòa ban rồi đó cho rồi này vậy có dân vậy bán ở không mà nay dân cho nó đóng hết không ai này dân thằng nắng dân thằng ấy làm cái kết lối dân thằng nắng ấy thằng không phải dân đó sẽ được dân là ô như vậy có được cái nó dân là nã được rồi họ khi họ mạnh ba
បាទគាត់តែកាត់ ហើយក៏ដល់ខាងខុសគោបានអត់អានទៅអត់អានទៅ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 យកមកដាក់នៅពេញនឹងទៅ10ហើយដល់ទៅ10គាត់បាញ់ទៅតាំងនេះមកដល់10មួយគ្នារាប់ឆ្នាំហ្មង មួយយើងចោលទៅខាងគាត់យើងចឹងគាត់ចាំយកវីដេអូហ្នឹងក៏ផង YouTube ឯលេងខចោលហ្នឹងតែ Facebook និង YouTube ជាដាក់ទៅហើយ display អតតែយើងពេញមកវិញទៅបានចាំតែអីច្រើនហើយទទួលទិញដលងគ្នាលក់ដលគ្នាទៅបានទទួលទិញលក់ទៅអូបើបងប្អូនខ្ញុំវីដេអូរកគាត់វីដេអូនៅក្នុងប្រវត្តិបានច្រើនបាទព្រោះដល់តែទិញតែមិនទិញឲ្យលុយអូគេឡងចូលមកទៅមិនដាក់គាត់អីគេដាក់ថ្ងៃទីឲ្យយើងទៅខ្លីបាទអត់អីទេបាទដៃបាយឯងគីឡូម៉ែហ៎បាទញ៉ៅទៅមកទៅចាំមើលខ្ញុំសួរសិន
10 tao này bà môi na chưa môi na lại bay á ô nào phải trọc qua hai bối mà tê chết đây cô vài chứ đấy cô vài chứ đây nó đập mơ đi đi ở ban carat ở chết rồi mấy ní ở mạng cao khơi nhúc màu cướp rồi càng này là ngất chân rồi
Này. Hello. Hả? Đang á, bạn mình trên tay kìa. Hả? Lại đó mày coi cái bọc cách mày đẩy vô cho nó bọc cách đó rồi đẩy bọc mới vô mày lên đâu